ការជួយតែអញ្ចឹងការជួយនេះជួយអ្នកណាចាវាអត់សំខាន់ថាជួយអ្នកណាទេចង់ជួយអ្នកណាជួយទៅប៉ុន្តែខ្ញុំចង់និយាយទៅលើរឿងមួយជាពិសេសខ្ញុំជឿថារឿងហ្នឹងកើតឡើងនៅក្នុងផ្ទះចានៅក្នុងក្រុមគ្រួសារពេលខ្លះយើងចង់ជួយអ្នកណាម្នាក់នៅជាសមាជិកគ្រួសាររបស់យើងឬក៏ជាមិត្តភក្តិឬក៏ជាអ្នកស្គាល់គ្នាណាម្នាក់ប៉ុន្តែមានបញ្ហាមួយនៅក្នុងហ្នឹងយ៉ាងម៉េចបញ្ហាត្រង់ថាអ្នកខ្លះយើងចង់ជួយគាត់ប៉ុន្តែគាត់អត់ព្យាយាមជួយខ្លួនឯងហើយចំណុចមួយនេះបើសិនជាយើងជាមនុស្សម្នាក់ដែលអាណិតមនុស្សនឹងខ្លាំងណាយើងមានបើសិនជាយើងជាមនុស្សម្នាក់អាណិតមនុស្សនឹងខ្លាំងណាយើងអាចនឹងទទួលការមួយយើងរងផលប៉ះពាល់បន្តិចអាចថាយើងឈឺចាប់ចំពោះមនុស្សម្នាក់ដែលយើងចង់ជួយតែយើងជួយគេអត់បានហើយមូលហេតុដែលយើងជួយអត់បានហ្នឹងមិនមែនយើងខ្លួនឯងជួយគេអត់បានទេគឺមនុស្សហ្នឹងគឺអត់ជួយខ្លួនឯងអញ្ចឹងចំណុចហ្នឹងវាអាចធ្វើឲ្យយើងអាចមានអារម្មណ៍ថាយើងសោកស្ដាយចំពោះមនុស្សម្នាក់ហ្នឹងត្រង់ថាអាចនឹងទៅល្អសោះតែមនុស្សហ្នឹងគាត់អត់យល់អត់ចេះរបៀបគិតធ្វើឲ្យមនុស្សហ្នឹងដើរផ្លូវខុសអញ្ចឹងទៅឲ្យយើងជាអ្នកជួយនេះវាទៅជាមានអារម្មណ៍មួយពេលខ្លះយើងអាចថាយើងឈឺចិត្តឬក៏យើងសោកស្ដាយចំពោះមនុស្សម្នាក់ហ្នឹងណាប៉ុន្តែយើងធ្វើអត់កើតធွာគេបញ្ជូលយើងឲ្យយើងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងត្រង់បើជួនកាលយើងឃើញមនុស្សម្នាក់ហ្នឹងដើរទៅផ្លូវខុសប៉ុន្តែយើងធ្វើអត់កើតព្រោះយើងទៅប្រាប់មនុស្សហ្នឹងយើងទៅទាញមនុស្សហ្នឹងគាត់អត់មកចាក៏អត់ព្រមមកគាត់គិតថាផ្លូវខាងមុខហ្នឹងគឺត្រូវគឺល្អប៉ុន្តែយើងអ្នកធ្លាប់មានបទពិសោធន៍ឬក៏យើងមានចំណេះដឹងច្រើនជាងគាត់យើងមើលឃើញច្បាស់ថាផ្លូវហ្នឹងគឺខុសទេប៉ុន្តែមនុស្សហ្នឹងគាត់មិនស្ដាប់យើងគាត់នៅតែរឹងថាអត់ទេគាត់ទៅផ្លូវហ្នឹងគឺល្អអញ្ចឹងក្នុងនាមយើងជាអ្នកចង់ជួយគេកន្លែងហ្នឹងយើងត្រៀមចិត្តឲ្យហើយ